សម្ដេចតេជោហ៊ុនសែនអំពាវនាវដល់អ្នកពួតកុហកឈប់ប្រើការជឿចាប់របស់សម្ដេចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនសម្ដេចតេជោហ៊ុនសែនបានអំពាវនាវដល់អ្នកពួតកុហកឈប់ប្រើការជឿចាប់របស់សម្ដេចកាលពី50ឆ្នាំមុនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅនៅលើបណ្ដាញសង្គមទំនាក់ទំនងសង្គមផ្លូវការនាព្រឹកថ្ងៃទី23ខែមករាឆ្នាំ2026សម្ដេចតេជោបានសរសេរថាសូមបញ្ឈប់ប្រើប្រាស់ការជឿចាប់របស់សម្ដេចកាលពី50ឆ្នាំមុនមកបោកប្រាស់សម្ដេចតទៅទៀតទៅសម្ដេចតេជោបានលើកឡើងថាក្រោយពីរំដោះចេញពីរបបប៉ុលពតឆ្នាំ1979ពិសេសក្រោយពេលដែលសម្ដេចនិយាយពីរឿងកូនស្លាប់ដោយមានភាពនិទាននិងភាពយងរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីមកមានមនុស្សមិនតិចជាង20នាក់ទេដែលបន្លំខ្លួនធ្វើជាកំសត់កូនប្រុសរបស់សម្ដេចដែលបានស្លាប់ទៅនោះមកចាប់ជាតិមនុស្សទាំងនោះខ្លះសរសេរសម្បត្តិបញ្ជូនមកសម្ដេចចុះតាមទស្សនាវដ្តីនិងក្រោយបង្ហោះតាមបណ្ដាញសង្គមដូចជា Facebook ជាដើមសម្ដេចតេជោបានបន្ថែមថាករណីចុងក្រោយហាក់ដូចជាធ្ងន់បន្តិចមានទាំងអត្ថបទមានទាំងសារឆ្លើយឆ្លងជាមួយមនុស្សដែលស្គាល់ Telegram របស់សម្ដេចសូមអំពាវនាវដល់អ្នកពួតកុហកឈប់ប្រើការជឿចាប់របស់សម្ដេចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ